បាទសូមអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំ Admin គង់ទៀតហើយសម្រាប់ថ្ងៃនេះ Admin មានតម្រុយបាល់UEFA Champions League ចំនួន2គូមកចែកជូនបងប្អូនដែល follow Admin នៅក្នុង Telegram ក៏ដូចជាតាមដាន Admin នៅក្នុង Page Facebook Admin គង់ទាំងអស់គ្នាហើយសម្រាប់2គូដែល Admin នឹងជឿរឿងមកថ្ងៃនេះជឿជាក់ថាបងប្អូននឹងយល់ស្របជាមួយ Admin ដោយគូទី1រវាង Khairat Almaty និងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមយក្សមកពី La Liga Real Madrid ដោយគូនេះបើយើងមើលតាមគុណភាពកីឡាក៏ដូចជាគេឈ្មោះរបស់ក្រុមទាំងពីរយើងអាចវាយស្មានបានហើយថាជ័យជំនះប្រកបណាស់ Real Madrid នឹងមិនចាញ់ក្នុងការប្រកួតនោះទេដោយសារ Khairat Almaty នឹងគឺជាក្រុមមកពី Kazakhstan អញ្ចឹងហើយគូនេះ Admin ចង់ឲ្យបងប្អូនវិនិយោគស្នេហាតាម Admin គឺយើងនាំគ្នា cheer Real Madrid ទាំងអស់គ្នាហើយចំណែកគូទី2ក្រុមមកពីចក្រភពអង់គ្លេស Premier League គឺកូនឆ្មាកំណាច Chelsea នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវមកពីលីកកំពូលប៉ូទុយហ្គាល់គឺក្រុម Benfica សម្រាប់ក្រុមនេះគឺបើយើងមើលតាមលទ្ធផលការប្រកួតកន្លងមកដូចជាបដិបសងគ្នាគ្រាន់តែក្រុមភ្ញៀវមានភាគរយក៏ដូចជាមានលទ្ធផលល្អគាត់ជាងបន្តិចតែយប់នេះ Chelsea លេងនៅក្នុងទឹកដីខ្លួនឯងអញ្ចឹងប្រកាសច្បាស់ណាស់មិនចង់ចាញ់នៅទឹកដីខ្លួនឯងក្នុងការប្រកួតទី2នៅក្នុង UEFA Champions League នេះទេអញ្ចឹងហើយសម្រាប់គូនេះ Admin សូមណែនាំបងប្អូនដែលចូលចិត្តវិនិយោគលើវិស័យកីឡាឲ្យបងប្អូនវិនិយោគនឹងឈាទៅលើក្រុមកូនតោកំណាច Chelsea នេះគ្រាន់តែតម្រុយបាល់2គូប៉ុណ្ណោះដែល Admin មកចែកជូនបងប្អូននៅក្នុង TikTok ក៏ដូចជា Facebook អញ្ចឹងសម្រាប់បងប្អូនដែលចង់បានតម្រុយបាល់គូពិសេសផ្សេងៗដែល Admin ទម្លាក់នៅក្នុងក្រុមជារៀងរាល់ថ្ងៃបងប្អូនក៏អាចធ្វើការ join channel Telegram ចំពោះ TikTok Admin បាន drop link នៅក្នុង profile TikTok ហើយនៅក្នុង Facebook Admin ក៏មានធ្វើការ pin comment ជារៀងរាល់ការ post របស់ Admin នៅក្នុង page Admin គង់អញ្ចឹងហើយសម្រាប់វីដេអូមួយនេះមាន12នេះទេតម្រុយបាល់ពិសេសពីគូដែល Admin ជឿរឿងទី1 Real Madrid ទី2 Chelsea ហើយសម្រាប់បងប្អូនបន្ទាប់ពីទស្សនាវីដេអូនេះហើយសូមកុំភ្លេចជួយចុច like ចុច share ក៏ចុច follow Admin ម្នាក់មួយផងសូមអរគុណសូមជម្រាបលា